this โอเคចឹងខ្ញុំចាំរូបនេះបោះអូដូចលោកប្អូនណាលោកប្អូន POCH POCH បាទចឹងខ្ញុំសូម like គាត់ហើយនឹងដាក់ថា done បានថាខ្ញុំចាប់ឆ្នោតហើយខ្ញុំធ្វើហើយរូបនេះកុំឲ្យច្រឡំទាំងនេះក្រោយចឹងខ្ញុំ save វាអូខេតោះយើងចូល review រូបតែម្ដងទៅបាទអូខេអញ្ចឹងជាទូទៅខ្ញុំតែងតែលើកពីចំណុចល្អនិងចំណុចខ្វះខាតឬក៏ជា idea សម្រាប់ផ្ដល់ជូនអញ្ចឹងរូបគាត់នេះទីមួយគឺគាត់ថតបាទនៅពេលវេលាមួយដែលល្អបាទដែលប្រហែលជាចិត្តថ្ងៃលិចណាប៉ុន្តែគាត់ដោយសារពពកយើងជាដូចមាន sunset ទេតែយើងមើលទិដ្ឋភាពនេះគឺវាមានឯករាជ្យចាប់ដើមនេះហើយចាប់ដើមបើកភ្លើងអញ្ចឹងវាជាអ្វីដែលល្អឃើញពលឺពណ៌មាសបូកជាមួយនឹងទិដ្ឋភាពខាងក្រោយនេះគឺតែពពកហ្នឹងគឺអត់មានឆេះទេអញ្ចឹងបានន័យថាគាត់ល្អតើតទៅនឹងគាត់គ្រប់គ្រង exposure បានល្អអញ្ចឹងនេះទី1ល្អរបស់គាត់ហើយទី2ល្អហ្នឹងគឺតទៅនឹងគាត់បានគិតនេះគិតទៅលើកពូលនេះជាមួយនឹង background អាគារអញ្ចឹង background អាគារហ្នឹងគឺគាត់តែមិនឲ្យគាត់ប្រហែលគាត់ចង់បានមានឯករាជ្យហ្នឹងគឺចំនេះតែម្ដងបាទចំផ្ទៃមួយបាទជ្រុងមួយនៃអាគារខាងក្រោយណាបាទអញ្ចឹងប្រហែលគាត់យកហ្នឹងគាត់យកហ្នឹងណាអញ្ចឹងបានន័យថាគាត់ចេះតម្រង់ចេះតែមិនឲ្យកម្ពូលហ្នឹងគឺនៅចំកែងតែម្ដងអញ្ចឹងជាចំណុចមួយដែលល្អដែរហើយទី2និងទី3គឺគាត់មាន frameអញ្ចឹង frame ទី1គឺខាងណា frame ទី2ខាងណាអញ្ចឹងធ្វើឲ្យផ្នែកយើងចោលទៅ subject យើងសំខាន់តែម្ដងបាទអញ្ចឹងនេះល្អមួយទៀតបាទអញ្ចឹងមាន framing អញ្ចឹងនេះ framing នេះមួយខាងខាងនេះមួយខាងបាទហើយខាងនេះមួយខាងអញ្ចឹងវាសរុបទៅវាក្តោបឲ្យមានជា framing ឲ្យយើងឃើញងាយឃើញ subject យើងតែម្ដងបាទនឹងទី2ហើយអ្វីដែលចំណុចខ្វះខាតរបស់គាត់អញ្ចឹងព្រះអង្គយើងមើលទៅយើងសង្ស័យមើលយើងសាច់យកក្រាប់គឺរូបនេះគឺអត់ស្ទើរ grade ស្ទើរratio គឺយើងអត់តាមស្តង់ដាបើស្តង់ដាគេមាន1:1ឃើញទេ1:1ចេះឬក៏4:3ឬក៏4:4 3:4អីចឹងទៅ6 16:9 អីចឹងទៅអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាព្រះអង្គប្រហែលចង់បាន grade អាចតែទៅពេលឲ្យស្ទើរលើស្ទើរក្រោមអញ្ចឹងទៅព្រះអង្គក៏គាត់manual ដោយបាទ manual ទៅអញ្ចឹងការក្របបែបនេះគឺអត់ត្រូវ rule ទេអត់ត្រូវ standard ទេនឹងកុំចំណុចខ្វះខាតទី1ទី2តកតងទៅនឹងbalance បាទ balance គាត់លោកព្រះអង្គឃើញនេះបកគោលនេះជាមួយបកគោលនេះបកគោលភ្លើងហ្នឹងយើងដឹងធៀបជាមួយនឹងframe យ៉ាងគេនេះគឺវាតែម្ដងបាទគាត់រៀងទេណាអញ្ចឹងទេដល់ពេលទេ vinaigrette ក៏ទេបាទអាគារក៏ទេដែរអញ្ចឹងសិតតែប្លង់នេះគឺគាត់លោកក្របទៅលំអៀងបាទអញ្ចឹងវាផ្អៀងមួយខាងអញ្ចឹងអត់ balance ទេបាទអញ្ចឹងយើងថត aesthetic ថតអីនោះគឺប្រយ័ត្នចាយមែនតើតទៅនឹងកែងមុំកែងឬក៏ផ្ទាត់ត្រង់ក៏ត្រង់ផ្ទាត់ដែកណអញ្ចឹងណាអញ្ចឹងគួរប្រយ័ត្នឡើងហ្នឹងបាទទី1អូខេចំណុចខ្វះខាតទី2គឺតទៅនឹងកដាលនេះបាទអញ្ចឹងធម្មតាគឺតទៅនឹងព័ត៌មានសំខាន់យើងឃើញហើយតែនេះស្ទើរខាងនេះបាទលុយបន្តិចហ្នឹងបាទថាមិនដឹងជាអ្វីដោយសារយើងថតទៅយើងអត់ចង់មុំដែលត្រូវគ្នាណាបាទធំឲ្យចំកដាលតែម្ដងណាបាទអញ្ចឹងគួរតែថ្ងៃក្រោយយើងយកមុំណាដែលត្រង់ជាមួយនឹងចដាលជាមួយនឹងកន្លែងដុតភ្លើងនេះហើយហ្នឹង background យើងគឺមានកន្លែងមួយទៀតគឺដូចជាដាក់កន្លែងនេះខ្ញុំភ្លេចហើយបាទអញ្ចឹងយើងគួរថាធ្វើម៉េច symmetry ឲ្យវាកដាលតែម្ដងមាន frame ត្រឹមត្រូវអញ្ចឹងកុំឲ្យមានលេចបន្តិចហ្នឹងមកយើងមើលអត់ដឹងណាអត់ដឹងព័ត៌មានហើយសូម្បីតាមានឯករាជ្យឃើញយើងមានប្រឡោះនេះវាអត់ balance ខាងនេះទេអញ្ចឹងយើងគួរតែសេរីយើងដើរមកខាងស្ដាំតិចទៅយើងឃើញចំកដាលហើយបាទអញ្ចឹងខ្ញុំមានយោបល់ប៉ុណ្ណឹងអញ្ចឹងអាចព្រះអង្គកែឡើងវិញឬក៏ថតឡើងវិញឬក៏ក្របឡើងវិញទៅបាទកណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអូខេបងប្អូនសង្ឃឹមថាម្ចាស់រូបពេញចិត្តក្នុងការបកស្រាយរូបរបស់ខ្ញុំបាទ review រូបនេះបាទហើយវាអាចជួយបងប្អូនយើងឲ្យចេះមើលចេះថតហើយនឹងប្រយ័ត្ននឹងកំហុសផ្សេងៗទៅពេលថតបាទអញ្ចឹងclick បើមានរូបថតអីចង់ឲ្យខ្ញុំ review ខមមិនខាងក្រោមហើយនឹងជួយ follow page ខ្ញុំម្នាក់មួយផងកុំភ្លេច your photo is your reward ជួបគ្នាវីដេអូក្រោយបាយក្នុងម៉ាស៊ីននោះបាទ